ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តស្រឡាញ់នៃការចិញ្ចឹមសត្វអស់គ្នាជាទីគោរពរាប់អាននិងជាទីរលឹកបាទយើងបែកគ្នាយូរក្រែលដែរហើយចូលកន្លះខែជាងហើយបាទខ្ញុំរវល់ការងារទៅអត់ដែលបានធ្វើវីដេអូជូនដល់បងប្អូនទស្សនាកំសាន្តថ្ងៃនេះតនេថតវីដេអូចែកជូនបងប្អូនកំសាន្តហើយមិនបានបញ្ចូលសំឡេងទេគឺថតឲ្យនិយាយបដើតែម្ដងបាទនេះគឺជាកូនមាន់របស់ខ្ញុំដែលដាក់ចុះបានដូចជាកន្លះខែហើយបាទកន្លះខែកូនមាន់ហើយនេះកូនទាត្រង់កូនទារបស់ខ្ញុំត្រង់កូនទារបស់ខ្ញុំធំដែរហើយប្រហែលជាដល់ពេលលានឹងត្រូវដាក់ចុះដីហើយធំហើយដាក់ចុះដីទាំងថ្លង់កាងានតិចទេបងប្អូននេះកាងានក៏មានកូនកាងានបាន5បាទកូនកាងាននេះបាន5កូនកូនកាងាននេះបាន5កូនធំហើយនេះមេវាស្រែកនេះបងប្អូនធ្លាប់ឃើញការមុនកន្លងនេះមាន់ទារបស់ខ្ញុំនៅក្នុងទ្រុងនេះមួយទ្រុងទៀតរាងធំគ្រាន់ដែរបាទធំគ្រាន់ហើយចិត្តកន្លះគីឡូអស់ហើយក្នុងទ្រុងនេះមួយទ្រុងបាទខ្ញុំចាំនៅក្នុងនេះមួយទ្រុងដែរមិនបានកាត់តវីដេអូទេគឺថតឲ្យបងប្អូនមើលតែម្ដងបាទនេះកូនមាន់របស់ខ្ញុំថាអញ្ចឹងជួបគ្នាម្ដងទៀតដែលយើងនិយាយពីការចិញ្ចឹមសត្វការចិញ្ចឹមមាន់ទាជាលក្ខណៈគ្រួសារបាទយើងឆ្លៀតពេលបាទឆ្លៀតពេលតនេចិញ្ចឹមទៅបាទតិចតួចដើម្បីបានជាកម្រៃខ្លះវាកាត់បន្ថយការចំណាយបានច្រើនកាត់បន្ថយការចំណាយបានច្រើនមានបន្លែមានសាច់មានអីក្នុងផ្ទះយើងទៅគឺចំណេញដែរនេះមានសាច់មានបន្លែនៅផ្ទះយើងមានមាន់អីចឹងទៅកាត់បន្ថយការចំណាយដូចខ្ញុំបាននិយាយជាមួយបងប្អូនអញ្ចឹងថាខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនចិញ្ចឹមច្រើនទេយើងត្រូវចិញ្ចឹមជាលក្ខណៈគ្រួសារបាទមេមាន់2 3ក្បាលកោក1អីចឹងទៅកោកទា1មេអីយើងចិញ្ចឹមចឹងទៅនេះមាន់ដែរស្បុកទឹកដាក់ចុកនេះទានេះទាក្រាបខ្ញុំអត់ដែលបានមើលរវល់ដែរទេណាក្រាបជួនគ្នាមើលតពងមកស្បុកវិញហើយបើសិនជានេះគេដាក់ទូភ្ញាស់តែដោយសារខ្ញុំចិញ្ចឹមនេះវាលក្ខណៈគ្រួសារធម្មតាអញ្ចឹងខ្ញុំមិនបានដាក់ទូភ្ញាស់អីទេបាទចឹងបានដូចលើកទឹកចិត្តបងប្អូនអញ្ចឹងយើងនៅគ្នាចិញ្ចឹមទៅចាំមាន់ចាំទាបងប្អូនមានដីទលាយចាំកែបចាំត្រីដាំបន្លែតិចតួចមានត្កួនមានស្ពៃមានតឡាចមានម្នងកទីជាដើមតាមអធិស្ឋានតិចទៅសម្រាប់ពុតគងក្នុងគ្រួសារសល់តិចតួចលក់ដូរដល់បងប្អូនយើងនៅក្នុងសហគមន៍អញ្ចឹងទៅបាទយើងកុំដាំបន្លែច្រើន4 10 20រងហើយដល់ពេលហើយលក់អត់ដាច់បាក់ទឹកចិត្តលែងចិញ្ចឹមលែងដាំបាទអញ្ចឹងខ្ញុំអត់លើកទឹកចិត្តអញ្ចឹងទេយើងធ្វើជាលក្ខណៈគ្រួសារបាទយើងមើលយើងរៀនចិញ្ចឹមទៅបានប្រយោជន៍ដែរបងប្អូនណាហើយមាន់ទាក៏អញ្ចឹងដែរយើងកុំចិញ្ចឹមច្រើនចិញ្ចឹមតាមមេមាន់3 4ហ្នឹងកូនបើសិនបើវាកប់
ហូបមិនអស់ទេទាក៏ដូចគ្នាដែរបាទយើងចំតែមេ3 4ដាក់កប់ហូបមិនអស់ទេអាចលក់ឲ្យបងប្អូននៅក្នុងភូមិចិត្តនឹងបានខ្លះទៀតបាទចឹងបានខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាងាកមកការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារវិញដែលជាប្រពៃណីរបស់ដូនតាយើងបាទចិញ្ចឹមជ្រូកមួយចិញ្ចឹមជ្រូកពីរសោះនឹងចោលបាយទៅទេអូណាហ្នឹងហើយយើងទៅធ្វើទៅតិចទៅស្លៀតពេលនេះ1ម៉ោង2ម៉ោងពីការងារផ្សេងវាជាការកំសាន្តកំណត់អបសក់ដែរខ្ញុំមកធ្វើការនេះមកក្រោយដាក់ចំណីមន់ទីលេចឹងទៅវាបាត់អបសក់បាត់ការហត់នឿយឃើញមន់ឃើញទាយើងចឹងណាបាទហើយវីដេអូខ្ញុំមានតែច្រើនទេខ្ញុំតែប៉ុណ្ណោះបាទហើយខ្ញុំហើយសូមគោរពជូនពរបងប្អូនទាំងអស់គ្នាជួបផ្ទះស្ដីសុខចម្រើនជោគជ័យរាល់ភារកិច្ចការងារហើយយើងនឹងចិញ្ចឹមសត្វទាំងអស់គ្នាចែករំលែកបទពិសោធន៍ទៅវិញទៅមកដោយក្តីស្រឡាញ់ការចិញ្ចឹមសត្វអ្នកគ្នាបាទសូមអរគុណសូមជម្រាបលា